សូមនិយាយប្រធានបទមួយតើតើនឹងអាមេរិកចោះញោមទៅចិនបាទមានការឆ្លើយតបច្រើនបាទខ្ញុំយល់ច្រើនហើយខ្ញុំសូមបកស្រាយខ្ញុំនិយាយថាអាមេរិកចោះញោមគឺរដ្ឋាភិបាលអាមេរិកគឺ Donald Trump គាត់ចោះញោមទៅរដ្ឋាភិបាល Xi Jinping បាទខ្ញុំនិយាយអញ្ចឹងហ្មងទៅបាទហេតុអីបានគេខ្ញុំនិយាយអញ្ចឹងពេលដែលអាមេរិកពេលខ្ញុំនិយាយអាមេរិកនិយាយរដ្ឋាភិបាល Donald Trump គាត់តឡើងពន្ធចិនបន្តបន្ទាប់ហើយគាត់តឡើងពន្ធទៅប្រទេសផ្សេងដូចគ្នានឹងបន្តបន្ទាប់ប្រទេសផ្សេងបានបញ្ជូនតំណាងខាងរដ្ឋមន្ត្រីពាណិជ្ជកម្មរដ្ឋមន្ត្រីការបរទេសពេលខ្លះដល់ទៅយុរដ្ឋមន្ត្រីគាត់ហោះទៅចរចាជាមួយ Donald Trump ផ្ទាល់ហ្មងគឺហោះទៅដល់ទឹកដីអាមេរិកតែម្ដងតែពេលនោះអ្វីដែលចិនឆ្លើយតបវិញគាត់ថាអត់មានការចរចាទេបាទអាមេរិកតឡើងពន្ធគាត់តឡើងពន្ធអញ្ចឹងអាមេរិកក៏ខឹងគាត់តឡើងពន្ធបន្ថែមដល់ 145% ទៅគេហើយចិនក៏តឡើងដល់ 25% អញ្ចឹងបានថាពេលហ្នឹងហើយដែលអាមេរិកនិងចិនហ្នឹងគឺចំនួនពាណិជ្ជកម្មហ្នឹងគឺលេងសិនតែមានហើយបាទពេលដែលចាប់ដើមតឡើងទៅគ្នាទៅវិញទៅមកតែមុនតឡើងហ្នឹងគឺពួកខាង supermarket mall ឬក៏ក្រុមហ៊ុនអីគាត់ទិញរបស់តំបន់ចិនស្តុកទុកមួយចំនួនធំហើយបាទស្តុកទុកតែឥឡូវវាចិត្តអស់ស្តុកហ្នឹងហើយចិត្តអស់ទំនិញដើម្បីលក់ទៅប្រជាជនអាមេរិកហើយស្តុកពីទំនិញចិនអញ្ចឹងពេលហ្នឹង Donald Trump និយាយថាអត់ទេចិនត្រូវតែចោះញោមត្រូវតែមកចរចាជាមួយគាត់ប្រធានាធិបតី Xi Jinping ត្រូវតែ call គាត់បាទអញ្ចឹងតែឥឡូវខ្ញុំសួរថាពេលហ្នឹងពេលដាក់ 145% ចិនដាក់ 125% នេះតែពេលហ្នឹងចិនមានបានមកហោះបញ្ជូនតំណាងណាមកហោះមកចរចានៅទឹកដីអាមេរិកមានដូចប្រទេសគេដូចប្រទេសយើងអត់មានអត់ណាប្រទេសយើងឥឡូវថាយើងមានភាពទន់ភ្លន់ប្រទេសគេមានភាពទន់ភ្លន់ឥឡូវចិនមានចោះញោមឬមានភាពទន់ភ្លន់បែបហ្នឹងអត់គឺអត់មានទេទៅហ៎អញ្ចឹងប្រហែលថ្ងៃមុនមានរឿងអីកើតឡើងយើងទៅដល់អាមេរិកដាក់ពន្ធដោយសារអីដាក់ពន្ធបានថាឲ្យប្រទេសចិនត្រូវសន្យាទិញរបស់ពីអាមេរិកច្រើនជាងមុនបាទអានេះការសន្យារបស់គាត់ត្រូវអញ្ចឹងតែឥឡូវពេលចរចានៅស្វីសឡែនអូខេខ្ញុំសួរវិញថាបើអាមេរិកខ្លាំងបើចិនចោះញោមថាឥឡូវចិនជាអ្នកទៅផ្ដើមចរចាខ្ញុំសួរថាបើសិនជាចិនអន់មែនណាចឹងចិនប្រកាសជាទៅហោះទៅចរចានៅទឹកដីអាមេរិកដោយប្រទេសគេផ្សេងតែត្រូវតែហេតុអីបានមានការចរចាមួយនៅស្វីសឡែនវាខុសពីគេខុសពីឯងហេតុអីអាហ្នឹងសំដួលមួយបើសិនជាថាចិនព្រមអត់បានមែនហើយក៏ខ្ញុំអត់មាននិយាយថាអាមេរិកសេដ្ឋកិច្ចអាមេរិកព្រមអត់បានទេខ្ញុំនិយាយថាទាំងអស់គ្នាប៉ះពាល់បាទចិនក៏ប៉ះពាល់តកែ60សែននេះគាត់ដេកអត់លក់ទេបាទរោងចក្រដេកអត់លក់ទេព្រោះគាត់ត្រូវនាំចេញទៅអាមេរិកជាចំណាយចំណូលធំមួយផងគាត់ដែរតែសម្រាប់នយោបាយរបស់ចិនគឺជាប្រទេសកុម្មុយនីសបាទមានតែមួយគណៈបកទេណាតែបើសិនជា Donald Trump គាត់មានគណៈបកប្រជាធិបតេយ្យមួយទៀតគាត់បកសាធារណរដ្ឋគាត់ត្រូវបារម្ភមានការបោះឆ្នោត2ឆ្នាំទៅមុខទៀតមានសម្ពាធគណៈបកខ្ញុំនិយាយថានេះមានសម្ពាធគណៈបកអីវ៉ាន់ឥឡូវចិត្តអស់ហើយរបស់ចិននឹងគេស្តុកទុកច្រើនមែននៅខែ3ប៉ុន្តែចិត្តអស់ហើយអញ្ចឹងពេលបានមួយចំនួនហ្នឹងដឹងតែអត់មានអីលក់ឲ្យប្រជាជនអាមេរិកទេទៅធ្វើកន្លែងធ្វើមួយចំនួនហ្នឹងនឹងប្រទេសស្អាតហើយនៅ mall អាមេរិកឬក៏នៅ supermarket អាមេរិកបើសិនជាវាអត់មានដំណោះស្រាយទេឃើញទេហើយសេដ្ឋកិច្ចអាមេរិកកំពុងតែមានការថមថយនៃសេដ្ឋកិច្ចនៅត្រីវេទី1អញ្ចឹងគាត់អត់ចង់ឲ្យមានការថមថយនៅត្រីវេទី2ទេមូលហេតុទាំងអស់ហ្នឹងហើយដែលអាមេរិកហ្នឹងចាប់ផ្ដើមមានការចរចាមួយចិនមុនហើយសួរថាអត់ទេបងមិនបាច់ដឹងថាមានការចរចាមួយចិនមុនហើយបើចិនមានបាក់ចង់វល់ចិនហ្នឹងហើយខ្ញុំស្ដាប់ពីគេមកថាចិនហ្នឹងជាអ្នកសុំអាមេរិកចរចាខ្ញុំសូមសួរវិញបើសិនជាចិនសុំអាមេរិកចរចាហេតុអីបានជាការចរចានៅស្វីសឡែនបើអាមេរិកខ្លាំងមែនហេតុអីបានជាការចរចានៅប្រទេសទី3មិនក៏មិនទៅចរចាដូចគេដូចឯងហោះដូចគេដូចប្រទេសកម្ពុជាហោះទៅអាមេរិកដើម្បីចរចាទៅដូចអង់គ្លេសហោះទៅអាមេរិកដើម្បីចរចាទៅដូចកាណាដាហោះទៅអាមេរិកដើម្បីចរចាទៅមិនក៏ចិនអត់ធ្វើអញ្ចឹងបើសិនជាចិនអន់មែនអន់ដូចប្រទេសផ្សេងមែនវាអត់មានគេចរចានៅស្វីសឡែនហើយសូមវិញទៀតដាក់តនកម្មគេអាមេរិកអ្នកដាក់តនកម្មអាមេរិកជាអ្នកតឡើងពន្ធទៅហើយមិនចិនអ្នកតឡើងពន្ធណាអាមេរិកតឡើងពន្ធហើយពេលអាមេរិកតឡើងពន្ធចោលឥឡូវណាគេអ្នកបញ្ចុះពន្ធអ្នកតឡើងប្រកាសជាអ្នកបញ្ចុះហើយទៅហើយពេលអាមេរិកបញ្ចុះពន្ធចិនក៏បញ្ចុះពន្ធហើយពេលចរចាហ្នឹងឥឡូវគេថាទុករយៈពេល3ខែចរចាឥឡូវពេលបញ្ចុះពន្ធហ្នឹងចិនមានតែឲ្យអីទៅអាមេរិកទេមានបានក្រៅពីអាមេរិកតឡើងចិនតឡើងអាមេរិកបញ្ចុះចិនបញ្ចុះអញ្ចឹងធ្វើតាមអាមេរិកតាហើយឥឡូវអាមេរិកបានអីអាមេរិកតឡើងបានអីហើយអាមេរិកចុះបានអីវាអត់មានហើយចិនធ្វើតាមអស់ហើយមើលថាអាមេរិកនៅដាក់ពន្ធចិន 30% ហើយចិននៅដាក់ពន្ធ 10% បាទពន្ធហ្នឹងបាទពន្ធនាំចូលគឺពន្ធប្រមូលពន្ធដូចតែអាមេរិករដ្ឋាភិបាលចិនឥឡូវនេះដាក់ពន្ធ 10% ហ្នឹងគឺចំណូលរដ្ឋាភិបាលចិនហ្នឹងនឹងការកើនឡើងហើយមានចំណូលបន្ថែមគឺរដ្ឋាភិបាលចិនប្រមូលពន្ធនាំចូលតែប្រមូលពន្ធពីប្រជាជនចិនបាទចឹងសម្រាប់ចិនក៏មិនត្រូវការប្រមូលពន្ធច្រើនដែរសម្រាប់អាមេរិកអាចបាទឥឡូវគាត់ដាក់ពន្ធ 30% គាត់ប្រមូលពន្ធពីអ្នកដែលទិញរបស់ចិនទៅតែគឺអតិថិជនរបស់អាមេរិកហ្នឹងឯងអ្នកបងពន្ធហើយសួរថាហេតុអីបានជាចិនបដ ாய் អីចឹងទៅព្រោះចិននៅរកស៊ីចំណេញបាទអានេះខ្ញុំលើកទីហោវិញចិនរកស៊ីចំណេញព្រោះតំណែងរបស់ចិនថោកនាំចូលអាមេរិកទៅដាក់ពន្ធ 30% ក៏នៅតែថោកហើយអាចឈ្នះនឹងតំណែងផ្សេងៗមកដែរអញ្ចឹងខ្ញុំឧទាហរណ៍មួយថាឥឡូវនេះកែវទឹកហ្នឹងខ្ញុំអត់ដឹងតម្លៃប៉ុន្មានទេណាព្រោះសាំងទិញកែវទឹកហ្នឹងឧទាហរណ៍ទៅផលិតនៅចិន$1ចុះណាកែវទឹកផលិតនៅចិន$1ទៅ$1បើផលិតនៅឥណ្ឌា$1.5កាក់ឧទាហរណ៍ណាបើផលិតនៅអាមេរិក$2អញ្ចឹងបើសិនជាពន្ធនាំចូលត្រឹម 30% អញ្ចឹងកែវទឹកនឹងតម្លៃឡើង$1.3កាក់ទៅគេអញ្ចឹងគេអត់មានទៅទិញរបស់ឥណ្ឌាទេហើយគេអត់ទិញរបស់អាមេរិកទេអញ្ចឹង$1.3កាក់គាត់នៅលក់បានហើយអ្នកដែលទិញរបស់នាំចូលឧទាហរណ៍អាមេរិកគាត់ទិញរបស់នាំចូលអ្នកទិញអាមេរិកអាហ្នឹងបានអ្នករកស៊ីអាមេរិកទេណាគាត់ទិញ$1.3កាក់ចូលប៉ុបគាត់លក់ទៅវិញ$4សួរគាត់ចំណេញទេគាត់ចំណេញ$2.7កាក់ហើយរដ្ឋាភិបាលអាមេរិកប្រមូលបាន3កាក់ទៅព្រោះ 30% 3កាក់ហើយចិនមិនលក់បាន$1គាត់មានទៅប្រមូលពន្ធពីអាមេរិក3កាក់ហ្នឹងមកពីណាហើយគាត់មានទៅបានយកផលចំណេញពីអាមេរិក$2.7កាក់ហ្នឹងណាបើកែវនឹង$4 $2.7កាក់បានទៅលើ
អ្នកលក់ហ្នឹងហើយបាទអ្នកលក់ជនជាតិអាមេរិកហ្នឹងហើយត្រូវហ៎តែបើសិនជាឧទាហរណ៍ថាកែវហ្នឹង$1ស្រាប់តែគេដាក់ពន្ធ145%ដូចមុនអញ្ចឹងវាឡើង$2 4.5 សេនអញ្ចឹងសូម្បីតែអាមេរិកក៏អាចផលិតកែវហ្នឹងចំណេញជាងចិនដែរគឺត្រឹមតែ$2ណាឌីប$1.5គេអាចនឹងផ្លាស់ប្ដូរប៉ុន្តែអ្វីដែលរឿងបញ្ហាមួយទៀតដែលការផ្លាស់ប្ដូរហ្នឹងវាបញ្ហាមួយទៀតត្រង់ថារោងចក្រវាអត់អាចកើតក្នុងមួយថ្ងៃបានណាទោះថាយើងអាចផលិតថោកក៏ដោយក៏យើងត្រូវរៀបចំរោងចក្ររៀបចំក្រុមការងារដែរអញ្ចឹងវាទៅចំណាយពេលដែលថាអាមេរិកវា tester ត្រង់ថា Donald Trump អត់តន់រៀបចំខ្លួនត្រឹមត្រូវផងគាត់ទៅដាក់ទណ្ឌកម្មគេអញ្ចឹងណាដាក់សង្គ្រាមដាក់ទៅមានទៅរោងចក្រអាមេរិករៀបចំរួចរាល់ណារោងចក្រឥណ្ឌាមានទៅរៀបចំរួចរាល់ដើម្បីប្រើទំនិញអាមេរិកអញ្ចឹងសួរថា30និង10ឥឡូវចិនទៅរកស៊ីគាត់នៅតែលក់$1តែអាមេរិកតាកែវនឹងមួយគាត់លក់បានតាហើយអាមេរិកឈ្នួលអាមេរិកទិញគាត់នៅតែលក់បានតាគាត់នៅតែលក់ចំណេញណាគាត់ដាក់3កាក់ហ្នឹងគាត់បងទៅឲ្យរដ្ឋាភិបាលអាមេរិកហើយអញ្ចឹងចំណេញទាំងអស់គ្នាការរកស៊ីបែបចំណេញបែបហ្នឹងហើយចិនហេតុអីក៏ល្ងងខ្លៅត្រូវបិទប្រទេសខ្លួនឯងបើអាមេរិកបញ្ចុះពន្ធហើយហ្នឹងទោះវាដាក់30%ក៏និយាយថាគាត់ដាក់30%ក៏ដែរក៏ចិនដែរចំណេញដែរបាទ30%$1កែវឡើង$3កាក់ហើយអញ្ចឹងទៅអ្នកលក់ក៏លក់$4គាត់ចំណេញ$2 7កាក់ហើយបើគាត់ទៅទិញឥណ្ឌាគាត់ចំណេញដែរ$5កាក់បើគាត់ផលិតខ្លួនឯងទិញពីអ្នកផលិតនៅអាមេរិក$2អញ្ចឹងគាត់ចំណេញដដែលគាត់ចំណេញតែទិញកែវពីចិនហ្នឹងហើយអញ្ចឹងចិននៅតែរកស៊ីចំណេញហ្នឹងបាទហើយយើងទៅឆ្កល់អីបាទថាចិនរឿងអីដែលចិនរកស៊ីខាតចិនជាអ្នករកស៊ីចំណេញហ្នឹងអញ្ចឹងកុំឆ្កល់អា30%និង10%ណារឿងប៉ះប្រម៉ូពន្ធនេះតែចិនអ្វីដែលវាបិទគ្នាទៅវិញមកពេលដល់100%ហ្នឹងគឺបិទគ្នាទៅវិញមកឲ្យបានតំណែងហ្នឹងលេងអាចប្រកួតប្រជែងបានគឺអាចផលិតនៅក្នុងស្រុកបានឬក៏យកពីខាងក្រៅផ្សេងៗបានគាត់ថាវាមិនអាចក្លៀមទេប៉ុន្តែអាចក្នុងរយៈពេល1ឆ្នាំអីមានការផ្លាស់ប្ដូររោងចក្រអាចបង្កើតអីចឹងណានឹងរបស់ខ្លះវាធ្វើការរោងចក្រ13-4ឆ្នាំដើម្បីផ្គត់ផ្គង់តំណែងអាមេរិកគ្រប់គ្រាន់អញ្ចឹងហើយបាននិយាយថាចិននៅតែរកស៊ីចំណេញនឹងចិនអត់ខាតទេហើយចិនក៏អត់មានទៅចោះញោមអាមេរិកដែរបាទហើយការចរចាហ្នឹងគឺវាប្លែកជាងគេចរចានៅប្រទេស Switzerland ហើយបើសិនជាចិនសុំចរចាមុនណាគឺចិនប្រកាសជាហោះទៅអាមេរិកហើយអញ្ចឹងមើលតាម logic ខ្ញុំទាំងអស់ណាហើយខ្ញុំអត់បាននិយាយថាប្រទេសអាមេរិកទាំងមូលនឹងអន់ទេខ្ញុំនិយាយរដ្ឋាភិបាល Donald Trump គាត់អត់រៀបរយខ្លួនឯងទេគាត់ទៅធ្វើសង្គ្រាមពាណិជ្ជកម្មរបស់ចិនគាត់ធ្វើសង្គ្រាមពាណិជ្ជកម្មលើកទី1គាត់ពិបាកណាស់គាត់រៀបចំកាឡារបស់គាត់ហើយសួរថាអ្នកណាដែលខាតខូចខាតបាទប្រជាជនអាមេរិកប្រជាជនចិនបាទអត់មានអីស្រួលទេបាទគឺខាតទាំងអស់គ្នាទេតែសួរថាអ្នកណាដែលអាចទ្រាំបានច្រើនជាងគឺប្រទេសចិនហើយជាពិសេសគណៈបករបស់ចិនបាទគណៈបកកុម្មុយនីសរបស់ចិនហ្នឹងហើយគឺគាត់ទ្រាំបានជាគណៈបករបស់សាធារណរដ្ឋរបស់ Donald Trump គឺគាត់ទ្រាំអត់បានទេបាទគឺបោះឆ្នោត2ឆ្នាំម្ដង2ឆ្នាំម្ដងអញ្ចឹងស្ដាប់សូមស្ដាប់វីដេអូខ្ញុំមុនដើម្បីឲ្យយល់ថាខ្ញុំនិយាយអីខ្លះហើយខ្ញុំទុះទីអីខ្លះខ្ញុំនិយាយអីខ្លះស្ដាប់ផងព្រោះថាពេលខ្លះខ្ញុំមិនអាចទៅនិយាយវីដេអូវែងឆ្ងាយធ្វើឲ្យមនុស្សហ្នឹងគាត់ធុញហើយគាត់អត់អាចមើលវីដេអូខ្ញុំនេះតែខ្ញុំសិក្សាបណ្ឌិតសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកហើយបើសិនជាចូលចិត្តវីដេអូខ្ញុំសូមចុច follow TikTok និង Facebook channel របស់ខ្ញុំទៅហើយកុំភ្លេចចែកម្លែកវីដេអូនេះទៅកាន់មនុស្សបានច្រើនអ្នកដើម្បីគាត់បានសិក្សា